Tầm nàyយើងធ្វើស៊ុបបើកម្លាំងខ្លះណាថ្ងៃនេះយើងមានស៊ុបកន្ទុយជ្រូកដោយស៊ុបរបស់យើងនឹងអត់មានអីច្រើនទេមានតែកន្ទុយជ្រូកហើយនឹងបន្លែរបស់យើងគឺមានការ៉ុតឆៃថាវហើយនឹងខ្ទឹមបារាំងមុននឹងចាប់ផ្ដើមធ្វើគឺយើងត្រូវការស្រុះជាមួយនឹងកន្ទុយជ្រូករបស់យើងសិនដាំទឹកឲ្យពុះហើយស្រោះតាមពុះមកបងឲ្យស្រង់ចេញហើយលាងទឹកឲ្យស្អាតមកហើយទុកម្ល៉េះសិនទៅបន្ទាប់ពីនឹងមកយើងចាប់ផ្ដើមឆាជាមួយនឹងខ្ទឹមបារាំងជាមួយនឹងខ្ទឹមសរបស់យើងហើយខ្ញុំប្រើម៉ាការីនណាយើងប្រើអ្នកខ្លះគេហៅប៊ឺប្រៃហ្នឹងឯងប្រើហៅមិនក្បែរនេះឲ្យតែប្រើកាតយើងបំពងខ្ទឹមរបស់យើងឲ្យឈ្ងុយសិនទៅព្រោះយើងដាក់ប៊ឺគឺវាមានក្លិនឈ្ងុយជាងយើងប្រើខ្លាញ់ពេលយើងធ្វើស៊ុបហើយវាមានរសជាតិផ្អែមប្រៃហ្នឹងពេលដែលយើងបំពងជាមួយនឹងខ្ទឹមបារាំងបន្ទាប់មកយើងដាក់សាច់របស់យើងចូលកន្ទុយជ្រូករបស់យើងហ្នឹងហើយដាក់បន្លែចូលជាមួយគ្នាមកហើយច្បល់ឲ្យវារៀងឡើងពណ៌បន្តិចទៅបានហើយកុំដាក់យូរពេកព្រោះអាចធ្វើឲ្យទឹកស៊ុបរបស់យើងឡើងខ្មៅដល់ពេលយើងឆាឲ្យរៀងឡើងពណ៌បន្តិចទៅយើងចាប់ដើមចាក់ទឹកចូលបន្ទាប់ពីយើងចាក់ទឹកចូលហើយយើងគ្របឲ្យពុះចាំយើងបើកគម្របហើយយើងស្រង់ជាមួយនឹងពពុះចេញប៉ុន្តែពេលដែលយើងស្រោះសាច់ចឹងហើយអត់សូវមានពពុះឡើងមកទេក្នុងការដាក់រងាស់ហើយយើងដាក់ជាមួយនឹងដុំស៊ុបខ្នុរម្ដងឲ្យហើយទៅហើយយើងចាប់ផ្ដើមថែមគ្រឿងបន្ទាប់មករងាស់ប្រហែលជា1ម៉ោងញ៉ាំបានហើយបន្ទាប់ពីញ៉ាំស៊ុបហើយគឺយើងក្លែមជាមួយនឹងសាវម៉ាវអ្នកកំពុងចាមធម្មជាតិសុទ្ធៗបងផ្អែមឆ្ងាញ់មែនតើនេះខ្ញុំទិញពីម្ចាស់ចម្ការផ្ទាល់ណាគឺរសជាតិផ្អែមឆ្ងាញ់មកទាំងសម៉ោចមកទាំងសកាយមកទាំងអស់ហ្នឹងចឹងបងអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ